ជួយចាក់បំពេញអ្វីដែលគេអត់ទាន់បាននិយាយអ្វីដែលគេអត់ទាន់បាននិយាយគេចង់និយាយចេញពីចិត្តគេយើងជួយនិយាយជំនួសគេគឺវាដូចជាឆ្នាំមួយដែលខ្ញុំបាននិយាយចឹង at least គេស្ដាប់មកថាអូខ្ញុំមិនមែនម្នាក់ឯង បាទ សូម្បីតែវ៉ាន់ដាគាត់ប៉ុណ្ណឹងគាត់នៅតែពិបាកចិត្តដូចខ្ញុំដែរ you know like មានទេ gone ថាមានមុនហ្នឹងខ្ញុំឮថាមានអ្នកនិយាយថាអរគុណមែនតើសម្រាប់ផ្ដល់ការងារអីឲ្យគេបាទខ្ញុំជួបរឿងហ្នឹងច្រើនខ្ញុំតែងតែផ្ដល់ឱកាសឲ្យគេហើយនៅពេលដែលគេមានឱកាសគេតបស្នងខ្ញុំក្នុងរូបភាពផ្សេងនេះគឺជាអ្វីដែលខ្ញុំឈឺបំផុតហើយខ្ញុំអត់ចង់និយាយរឿងហ្នឹងត្រឡប់មកវិញទេប៉ុន្តែខ្ញុំគិតថាបើសិនជាខ្ញុំមិនចែកចាយរឿងហ្នឹងទេមិនមែនតែខ្ញុំទេថ្ងៃក្រោយអ្នកទាំងអស់គ្នាអាចជួបរឿងហ្នឹងដែរអញ្ចឹងខ្ញុំដូចជាសារដាស់តឿនក៏ដូចជានិយាយឲ្យបានធូរពីទ្រូងដែរអូខេ អញ្ចឹងខ្ញុំចង់ត្រឡប់ទៅរឿង betray ហ្នឹងតិចបាទខ្ញុំ betray ខ្ញុំត្រូវគេ betray តាំងពីដំបូងដែលខ្ញុំ start សិល្បៈមកបាទនៅពេលដែលខ្ញុំចាប់ផ្ដើមមកដំបូងខ្ញុំមកដល់ភ្នំពេញ channel ខ្ញុំត្រូវបានលុប Facebook ខ្ញុំត្រូវបាន guard hack បាទអានោះសិតជារឿងផ្ទៃក្នុងទាំងអស់តែពេលហ្នឹងឲ្យគេកាន់ឲ្យយកបានកាន់ខ្លួនឯង ពេលហ្នឹងគឺយើងជាសម្បត្តិរួម អូខេ បាទគឺជាសម្បត្តិរួមដែលយើងគិតថាយើងទុកចិត្តគាត់ទុកចិត្តយើងប៉ុន្តែអាការស្រឡាញ់របស់ខ្ញុំវាខុសពីគេនៅពេលដែលខ្ញុំរាប់អានថាជាបងឬក៏ជាប្អូនក្តីស្រឡាញ់ខ្ញុំតែងតែផ្ដល់ឲ្យស្មោះត្រង់ហ្មងសម្រាប់ខ្ញុំគឺខ្ញុំស្មោះត្រង់មែនទែនគុណធម៌សច្ចធម៌រស់នៅក្នុងខ្លួនខ្ញុំហ្មងខ្ញុំមិនដែល snitch ខ្ញុំមិនដែលធ្វើបាបចិត្តណាគេដែលថាឲ្យពួកគាត់ថាគាត់ចង់ធ្វើខ្ញុំវិញអានេះគឺនៅពេលដែលគិតមែនទែនទៅនៅពេលដែលសនុកពេកហ៎បងស្រួលពេកនៅពេលដែលយើងគិតថាយើងមិនគួរជឿលើអ្នកណាទាំងអស់ប៉ុន្តែយើងផ្ដល់ឲ្យមួយផ្លែតទុកចិត្តឲ្យបន្តិចវាទៅជារឿងបែបហ្នឹងគឺធ្វើឲ្យយើងពិបាកចិត្តមែនទេយើងធ្វើឲ្យយើងកាន់តែប្រយ័ត្នទៀតពេលដែលយើងថាខ្ញុំលះបង់ music របស់ខ្ញុំដោយសារតែខ្ញុំឈឺចាប់រឿងហ្នឹងច្រើនពេកខ្ញុំលះបង់ខ្ញុំគិតថាខ្ញុំផ្លាស់ប្ដូរជីវិតខ្ញុំមួយដោយសារតែខ្ញុំអត់ចង់ត្រឡប់ទៅផ្ទះវិញខ្ញុំអត់ចង់ឲ្យម៉ាក់ប៉ាខ្ញុំឃើញថាបើសិនជាកូនលែងមានភាពជោគជ័យសម្រាប់ឲ្យគាត់ហើយខ្ញុំអត់ហ៊ានចូលផ្ទះហើយបងហ្នឹងហើយបាទព្រោះខ្ញុំប្រាប់គាត់ថាថ្ងៃណាមួយដែលខ្ញុំជោគជ័យខ្ញុំដើរចូលផ្ទះវិញអានេះគឺជា quote មុននឹងខ្ញុំចាក់ចេញពីគ្រូសាមក commitment ខ្លាំងណាស់ខ្ញុំ commitment សង្កត់ថាប្រាប់គាត់ថាបើសិនអសឆ្អឹងដឹកដល់ឆ្អឹងទៅផ្ទះទៅបាទសង្កត់ថាចេញទៅគឺបថុយជាមួយនឹងរឿងគ្រប់បែបយ៉ាងគឺអត់មានអីដែលថាកាច់បំបាក់ខ្ញុំបានប៉ុន្តែរឿងផ្ទៃក្នុងដែលធ្វើឲ្យខ្ញុំឈឺចាប់គឺជារឿងមួយដែលធ្វើឲ្យខ្ញុំពិបាកចិត្តបានអានឹងគឺជារឿងមួយដែលខ្ញុំឈឺចាប់នៅពេលដែលយើងຕົកចិត្តនៅលើអ្នកណានៅពេលដែលយើងរហូតដល់ថ្នាក់ខ្ញុំសាក់នៅលើដៃ like trust no fucking body ខ្ញុំសាក់នៅលើដៃហ្មងគឺខ្ញុំអត់ត្រូវជឿតែគេទាំងអស់ដោយសារបាទគឺធ្វើឲ្យខ្ញុំគឺវាប៉ះពាល់ផ្លូវចិត្តខ្ញុំមែនតើហើយរឿងហ្នឹងនៅពេលដែលយើងជួបមនុស្សម្ដងគឺយើងត្រូវ build ខ្លួនឯងម្ដងទៀតដោយសារអីដោយសារតែភាពទុកចិត្តហ្នឹងវាធ្វើឲ្យយើងកាត់មនុស្សអស់ច្រើនយើងត្រូវកាត់ចោលសាច់ណាដែលស្អុយបាទសាច់ណាដែលស្អុយយើងត្រូវកាត់ចោលហើយយើង move on យើងទៅជួបខ្ញុំពិបាករាប់អានមនុស្សថ្មីខ្ញុំនិយាយត្រង់ហ្មងខ្ញុំសង្កត់ថា no friend នៅក្នុង industry នេះហ្មងសង្កត់ថាអត់មានពួកម៉ាក់នៅក្នុង industry ហ្នឹងខ្ញុំសុំនិយាយចឹងហ្មងដោយសារតែខ្ញុំពិបាករាប់អានមនុស្សពេកដោយសារតែខ្ញុំជួបរឿងច្រើនពេកខ្ញុំមាន trust issue រឿងខ្ញុំទុកចិត្តគេច្រើនពេកហើយមនុស្សខ្ញុំវាចិត្តទន់ដែរដោយសារតែខ្ញុំទុកចិត្តណាគេខ្ញុំតែងតែឡៃវាពេកមានពាក្យពេកសម្រាប់ខ្ញុំអាពាក្យពេកហ្នឹងវាធ្វើបាបខ្ញុំហើយបន្ទាប់ពីជួបបញ្ហានៅសៀមរាបហ្នឹងមកខ្ញុំមានរឿងច្រើនមែនតើនៅសៀមរាបហ្នឹងគឺខ្ញុំជួបបញ្ហាច្រើន and then ខ្ញុំក៏ចាប់ផ្ដើមគិតពីខ្លួនឯងម្ដងទៀតខ្ញុំត្រូវរៀបចំទុកចិត្តមនុស្សណាម្ដងទៀតអញ្ចឹងវាធ្វើខ្ញុំខាត់ខ្លួនចេញពីសង្គមមួយនេះមកតង់ទៀតហើយខ្ញុំត្រូវបែងចែកពិភពលោកហ្នឹងទៀតហើយតែពេលហ្នឹងគឺយើង alone ណាតែម្នាក់ឯងអាច share ជាមួយគេបានខ្ញុំ alone ខ្ញុំមកវិញខ្ញុំចង់ share ប្រាប់សង្ហាខ្ញុំមិនដឹងប្រាប់មិនពួកម៉ាក់ចង់និយាយថាមានតែសង្ហាដែលស្ដាប់អារម្មណ៍ខ្ញុំស្ដាប់ទៅយល់ពីខ្ញុំហើយនៅពេលដែលខ្ញុំជួបរឿងហ្នឹងហើយខ្ញុំមកពេញវិញខ្ញុំនៅមានរឿងទូចមានរឿងផ្សេងនេះដែលខ្ញុំត្រូវដោះស្រាយរហូតទៀតអញ្ចឹងខ្ញុំត្រូវ cut ហើយបានខ្ញុំ build ខ្ញុំមាន team ខ្ញុំតែងធ្វើបារមីដែរអញ្ចឹងមុនបារមីដល់ពីអ្នកសង្ហាហ្មងយ៉ាអាចនិយាយថាពីអ្នកសង្ហាយ៉ា saw it យ៉ាបងឃើញបើសិនជាខ្ញុំចង់បោះបង់ចោលយូរខ្ញុំប្រាប់សង្ហាហ្មងថាអើយសង្ហាឯងគិតថាឯងឈប់ហើយបើសិនជាខ្ញុំប្រាប់តាំងពេលហ្នឹងមកប្រហែលជាអត់មាន time to write ទេដឹងប្រហែលជាអត់មាន run the town ប្រហែលជាអត់មានបាន show ទៅកាន់ international ទេដឹង Yeah man ខ្ញុំគិតថាខ្ញុំគួរតែអត់ធ្វើចឹងវិញដោយសារអីខ្ញុំគិតថាខ្ញុំមិនអាចចាំណាគេបានទេខ្ញុំមិនអាចចាំណាគេបើរឿងហ្នឹងខ្ញុំមិនធ្វើអ្នកណាអ្នកធ្វើបាទខ្ញុំគិតអញ្ចឹងទោះបីជារឿងហ្នឹងខ្ញុំអត់បានធ្វើឲ្យវាធំដុំអីក៏ដោយប៉ុន្តែយើងទាយអត់ដឹងទេរឿងហ្នឹងមកសុកវាមកយើងទាយអត់ដឹងទេបើសិនជាយើងមានផលិតផលល្អដំណាំយើងមានគ្រាប់ពូជល្អវាប្រកាសជាចេញផ្លែផ្កាឲ្យយើងហើយ right អញ្ចឹងនៅពេលដែលខ្ញុំគិតត្រូវវិញយើងមានអា bright side ចូលមកខ្លួនយើងវិញយើងគិតថាអត់ទេចេញពីផ្ទះមកប៉ុណ្នេះហើយយើងបើជ្រុលជាមិនជោគជ័យយើងមើលឃើញខ្លួនឯងថាមិនជោគជ័យយើងបំបាក់ទឹកចិត្តខ្លួនឯងរួចហើយយើងសាក់ងើបមកមើលយើងសាក់ព្យាយាមទៀតមើល nothing to lose right why not try ហេតុអីក៏យើងត្រូវស្ដីឲ្យខ្លួនឯងព្រោះមនុស្សខ្ញុំចូលចិត្តស្ដីឲ្យខ្លួនឯងថាឲ្យខ្លួនឯងនៅពេលដែលខ្ញុំអត់បានធ្វើរឿងអីមួយដែលខ្លួនឯងឲ្យអស់ចិត្តវាអត់អស់ចិត្តមែនហើយខ្ញុំក៏ត្រឡប់មកវិញមែន
ត្រឡប់មកវិញហ្នឹងខ្ញុំចូលពេញខ្ញុំជួបបងឡូរ៉ាបានឆ្លៀតទៅដល់រឿងកុងត្រាហ្នឹង and then មួយខែក្រោយខ្ញុំយកបទចូលឲ្យគាត់ស្ដាប់ហើយ release បទចូលមកគឺយើង timeline មួយខែមុននឹងយើង release បទចូលហ្នឹងបាទ timeline យើង set យើងមាននៅក្នុង Spotify ពេលហ្នឹងមានក្នុង Apple Music មានអីហើយរៀប team រៀបអីតម្រាំតែ Oh my god ពេលហ្នឹងបារមីនៅ small team ដែរបងយើង small team ដែរយើង start មកជាមួយនឹងបារមីគឺ small មែនទែនបុគ្គលិកបើតាមខ្ញុំចាំប្រហែលជាដំបូង 5 នាក់ 6 នាក់ប៉ះទាំង CEO 6 នាក់ Oh my god 5 នាក់ 6 នាក់ and then យើង work ខ្ញុំ work លើ music ពួកគាត់ work លើ production ចុះថារឿងឧទាហរណ៍ថាមាន music video ឬក៏មានអីពួកគាត់ work ចុះខ្ញុំអត់ខ្វល់ទេខ្ញុំដឹងថាខ្ញុំធ្វើ music របស់ខ្ញុំយើងចែកគ្នាធ្វើហើយ team ទូចហើយយើងចេញមកជាមួយរូបភាពមួយដែលគេទទួលស្គាល់ដែរបាទអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមថាអូខេ ស្តង់ដារបត់ចូលចំនួនហ្នឹងអែមណា បាទអូខេខ្ញុំចាំខ្ញុំមាន perform នៅសាលាស៊ីសវ៉ាត់ទៀត Oh my god អូ crowd surf crowd អីឡើងវិញហ្នឹងអូអែម ទៅកន្លែងណាក៏លឺដែរតែសឹងថាដាក់កាសតិចក៏នៅតែលឺដែរអូអានោះលឺគ្រប់កន្លែង ព្រោះវាយសូចូល គេថាឯងដែរនោះធ្វើ content វាយសូចូល No okay I think it's good អរគុណមែនតើឯងបើកទលាយខ្លាំងតើទៅមួយនឹងរឿងនេះបងស្ដាប់ដូចចឹងហើយបងថាស្មានតែបានណាមានច្រើនស្គាល់មានច្រើនអត់ទេបងដំបងបារមីគឺតិចមែនតើតិចជាងក្រុមការងារណានៃទាំងអស់ដែលខ្ញុំស្គាល់ហ្មងអត់ទេមិនតែជាងបងទេបងម្នាក់ឯងសម្រាប់ production ខ្ញុំធ្លាប់មានឱកាសចូល office បារមីដំបងបានដែរពេលហ្នឹងហើយតែខ្ញុំធ្លាប់ឃើញមែនថាខ្ញុំឃើញគុណភាពចម្រៀងគុណភាព poster អីចឹងខ្ញុំគិតថា team ធំគ្នាច្រើនដល់ពេលខ្ញុំឡើងទៅអូ Oh my god តែឥឡូវis almost like 50 នាក់ ពេលហ្នឹង យល់ពេលហ្នឹងខ្ញុំនិយាយទៅចង់ clarify ឡើងហ្នឹងដែរដល់ពេលហ្នឹងគឺខ្ញុំរំភើបមែនតើខ្ញុំគ្រាន់តែជាអ្នកធ្វើ reaction ខ្ញុំគិតថា YouTube ធម្មតាហើយពេលហ្នឹងបងឡូរ៉ាគាត់ឃើញគាត់ចូលចិត្តទៅលើ video reaction ហ្នឹងជាពិសេសបទម៉ាម៉ាពេលហ្នឹងគាត់ថាគាត់មើលដែរហើយពេលគាត់ហៅទៅជួបទៅគាត់និយាយពិភាក្សារឿងហ្នឹងអញ្ចឹងគាត់ show love មកយើងយើងគ្រាន់តែជា YouTuber ធម្មតាម្នាក់ហើយពេលហ្នឹងគឺខ្ញុំ shock មែនតើថា wow CEO label មួយគាត់មើលវីដេអូយើង you know គាត់ support yeah wow ពេលហ្នឹងគឺ you deserve it បងឯងអង្គុយតែនិយាយណែអត់ធ្វើនិយាយត្រូវអារម្មណ៍របស់ខ្ញុំច្រើនបាទបាខ្លះដែលខ្ញុំគិតថាខ្ញុំចាំបាច់ចេញបកស្រាយផ្ទាល់ហើយគឺគាត់ចេញបកស្រាយខ្ញុំហើយគាត់មិនដែលអានេះខ្ញុំនិយាយប្រាប់ទាំងអស់គ្នាហ្មងរវាង Raven Blast និងខ្ញុំអត់ដែល send បទឲ្យគ្នាស្ដាប់សោះហ្មងខ្ញុំមិនដែលឲ្យស្ដាប់បទហើយក៏ខ្ញុំសំបីតែរៀបចេញ Skull 2ក៏អត់បើខ្ញុំស្ដាប់ដែរអត់មកឲ្យស្ដាប់ទេពេលធ្វើការមួយគ្នា after party អញ្ចឹងណាអូតិចថាមិនដែលបើកបទឲ្យស្ដាប់ទេអត់ទេបងជឿដូចបងធ្វើ podcast អញ្ចឹងមានផ្ញើសំណួរឲ្យអូនឯងមុនណាអូនបងសួរកខអត់ទេអូនបងសុខចិត្ត like ដូចអូនឯងអញ្ចឹងពេលធ្វើចម្រៀងធ្វើអីអញ្ចឹងយើងទៅ sale parole ស្អីវាត្រូវតែមកយើងស្វែងរកហ្នឹងហើយបងអញ្ចឹងបងមានថាពេលណាដែលបងបានធ្វើ podcast អូនគឺបង like I live in another dimension សម្រាប់បង it's like my own zone បងអត់នេះសូវច្រើនខ្វាយខ្វល់អីទាំងអស់ I just know that I treasure every second of it បងហើយពេលណាដែលបងធ្វើថាអូថ្ងៃហ្នឹងត្រូវថតអញ្ចឹងដូចគ្មានលក់ទេអូនសប់អូនដូចតែវិញអញ្ចឹងមានអីត្រូវចង់សួរនាំថែមខ្ញុំចង់ឲ្យគាត់និយាយមុនសិនខ្ញុំបងថាចង់សួរនាំគាត់ថែមបើសិនចង់បងឲ្យបានណាគាត់និយាយខ្ញុំចង់សួរដូចបងចែកជា3 section ណាហ្នឹងហើយយើងដល់ future តែអនាគតកាលទៅយើងមានកម្រងឬមួយក៏ plan